បាទខ្ញុំសូមជំរាបសួរបងប្អូនយើងទាំងអស់ជាថ្មីឡើងវិញអ្វីដែលយើងមិនចូលចិត្តនិយាយអំពីគឺពីរឿងបទជើងធំក៏ប៉ុន្តែនេះអាចជារឿងសំខាន់ដែលអាចតាក់ទងទៅនឹងសុខភាពយើងពីព្រោះជួនកាលយើងអាចមានការបារម្ភនៅពេលដែលយើងសង្កេតឃើញមានឈាមនៅក្នុងទឹកបង្គន់នៅពេលបត់ជើងធំរួចឬក៏ឃើញមានឈាមប្រឡាក់ជាប់ទៅនឹងกระดาษបង្គន់ដែលយើងប្រើតែជាទូទៅភាគច្រើនបញ្ហានេះមិនផ្ដល់ផលវិបាកធ្ងន់ធ្ងរឬក៏តម្រូវឲ្យយើងមានការព្រួយបារម្ភខ្លាំងក្លាណាស់ទេនេះគឺជាប្រព័ន្ធរំលាយអាហាររបស់យើងដែលចាប់ផ្ដើមពីមាត់រួចមកបំពង់អាហារខាងលើរួចចុះមកក្រពះពោះវៀនតូចពោះវៀនធំនិងប៉ែកខាងចុងនៃពោះវៀនធំដែលពាក្យពេទ្យហៅថា rectum ដែលភ្ជាប់ពោះវៀនធំយើងទៅនឹងទ្វារលមួករបស់យើងបងប្អូនស្មានមើលបើយើងលាប្រព័ន្ធរំលាយអាហារនេះឲ្យត្រង់តើមានប្រវែងប៉ុន្មានម៉ែត្រចម្លើយគឺថាមានប្រវែងពី7ម៉ែត្រកន្លះទៅដល់9ម៉ែត្របានសេចក្តីថាប្រព័ន្ធរំលាយអាហារយើងមានប្រវែងទាំងអស់ស្មើនឹងកម្ពស់ខ្ញុំ5ដងបុព្វហេតុដែលយើងត្រូវយល់អំពីប្រព័ន្ធរំលាយអាហារពីលើដល់ក្រោមដូចនេះពីព្រោះឈាមដែលធ្លាក់តាមទ្វារលាមកមកគឺថាអាចចេញមកពីគ្រប់ទីតាំងនៃប្រព័ន្ធអាហារនេះបានសេចក្តីថាអាចចេញមកពីបំពង់អាហារខាងលើពីក្រពះពីពោះវៀនតូចពីពោះវៀនធំឬប៉ែកខាងក្រោមនៃពោះវៀនធំពេលយើងនិយាយអំពីធ្លាក់ឈាមតាមទ្វារលាមកយើងជាទូទៅច្រើនសំដៅទៅលើឈាមដែលធ្លាក់បន្តិចបន្តួចពីកន្លែងដែលជាប់ទៅនឹងទ្វារលាមកពេលយើងទៅបត់ជើងធំក៏ប៉ុន្តែការពិតប្រភពនៃឈាមអាចចេញមកពីកន្លែងផ្សេងនៅក្នុងប្រព័ន្ធអាហារយើងហើយឈាមដែលធ្លាក់មកអាចមានពណ៌ខុសៗគ្នាគឺពីក្រហមឆេះទៅក្រហមរាងក្រមៅទៅពណ៌ខ្មៅដូចពណ៌កាហ្វេអ្វីដែលបងប្អូនប្រហែលជាមិនបានដឹងគឺពណ៌នៃឈាមដែលធ្លាក់មកតាមទ្វារលាមកអាចបញ្ជាក់មកយើងថាតើប្រភពនៃឈាមដែលធ្លាក់មកនេះវាស្ថិតនៅត្រង់ណានៃប្រព័ន្ធរំលាយអាហាររបស់យើងជាទូទៅពណ៌ក្រហមឆេះបានន័យថាប្រភពនៃការធ្លាក់ឈាមវាស្ថិតនៅក្បែរទ្វារលាមកយើងតែម្ដងគឺថានៅប៉ែកខាងចុងនៃពោះវៀនធំឬក៏នៅនឹងពោះវៀនធំផ្នែកខាងក្រោមពណ៌ក្រហមក្រមៅច្រើនបញ្ជាក់ថាប្រភពនៃការធ្លាក់ឈាមវាស្ថិតនៅក្នុងពោះវៀនធំផ្នែកខាងលើឬក៏មកពីពោះវៀនតូចហើយចំណែកឯពណ៌ខ្មៅដូចកាហ្វេច្រើនបញ្ជាក់ថាប្រភពនៃការធ្លាក់ឈាមគឺមកពីក្រពះរបស់យើងក៏ប៉ុន្តែមូលហេតុចម្បងនៃការធ្លាក់ឈាមតាមទ្វារលាមកគឺឫសដូងបាតហើយភាគច្រើនมันបណ្ដាលឲ្យមានផលវិបាកអ្វីធ្ងន់ធ្ងរទេឬដូងបាតបណ្ដាលមកពីការកើនឡើងនៃសម្ពាធនៅក្នុងសរសៃឈាមដែលស្ថិតនៅក្បែរទ្វារលាមកដែលទីបំផុតធ្វើឲ្យសរសៃឈាមនេះឡើងប៉ោងរវាមដែលមិនខុសគ្នាប៉ុន្មានពីការប៉ោងសរសៃឈាមនៅលើជើងរបស់យើងទេហើយពេលយើងបត់ជើងធំលាមកយើងវាអាចកកិតទៅនឹងសរសៃឈាមដែលប៉ោងនេះធ្វើឲ្យដាច់សរសៃឈាមទីបំផុតនាំមកនៅការធ្លាក់ឈាមភាគច្រើនឈាមដែលធ្លាក់មកនេះមានតែបន្តិចបន្តួចទេប៉ុន្តែនៅពេលដែលវាទៅលាយជាមួយទឹកក្នុងបង្គន់វាអាចធ្វើឲ្យយើងមានអារម្មណ៍ថាមានច្រើនជាងការពិតការធ្លាក់ឈាមបណ្ដាលមកពីឫសដូងបាតនេះច្រើនបាត់ទៅវិញដោយឯងប៉ុន្តែជារឿយៗវាច្រើនកើតបាត់
កើតបានដែលអាចនាំមកនៅការរំខាននិងកង្វល់ជាច្រើនដល់យើងជាទូទៅឬដងបាតมันបណ្ដាលឲ្យមានរោគសញ្ញាអ្វីទេក៏ប៉ុន្តែជួនកាលអាចបណ្ដាលឲ្យយើងមានការឈឺចាប់ឲ្យមានការរមាស់នៅទ្វារលាមកនិងអាចធ្វើឲ្យយើងធ្លាក់ឈាមតាមទ្វារលាមកឈាមធ្លាក់ដោយសារឫសដូងបាតភាគច្រើនមានពណ៌ក្រហមឆេះដែលដិតជាប់ទៅនឹងក្រដាសបង្គន់ឬក៏លាយជាមួយទឹកក្នុងបង្គន់ឬក៏ជួនកាលទៀតឃើញមានឈាមជាប់ទៅនឹងលាមករបស់យើងអ្នកដែលឧស្សាហ៍មានឫសដូងបាតច្រើនជាអ្នកឧស្សាហ៍ទល់លាមកដោយពិសាទឹកតិចពេកឬក៏ពិសាជាតិ fiber ដែលបានមកពីបន្លែតិចពេកឬក៏ដោយទម្លាប់អង្គុយលើបង្គន់យូរពេកដូចជាអ្នកខ្លះយកពេលទៅអានសៀវភៅឬក៏ឆែក Facebook និង YouTube ជាដើមឬក៏ដោយសារមានអាជីពជាកម្មករលីសែងត្រូវលើកអីវ៉ាន់ដែលមានទម្ងន់ធ្ងន់ឬក៏ដោយសារបើជាស្ត្រីវិញមានផ្ទៃពោះទាំងអស់នេះគឺជាហានិភ័យដែលបង្កើតឲ្យយើងមានឫសដូងបាតដូច្នេះការព្យាបាលនៃឫសដូងបាតមិនជាពិបាកណាស់ណាទេគឺវាតម្រូវឲ្យយើងចាប់ផ្ដើមពីពិសាបន្លែនិងទឹកឲ្យច្រើនដើម្បីកុំឲ្យមានការទល់លាមកជៀសវាងកុំទម្លាប់អង្គុយនៅលើបង្គន់យូរពេកណែកុំអានសៀវភៅឬក៏មើល YouTube ឬក៏ Facebook ពេលណែបត់ជើងធំនិងការព្យាបាលមួយទៀតគឺអង្គុយត្រាំទឹកក្តៅអ៊ុនដែលអាចជួយបំបត្តិការរមាស់និងការឈឺចាប់បានចំពោះថ្នាំពេទ្យវិញភាគច្រើនជាថ្នាំលាបដែលបងប្អូនអាចទៅទិញនៅហាងលក់ថ្នាំដោយមិនបាច់សុំវេជ្ជបញ្ជាពីគ្រូពេទ្យទេបើទោះជានៅសហរដ្ឋអាមេរិកក្តីដូចជាថ្នាំ lidocaine gel សម្រាប់ជួយបំបត្តិការឈឺចាប់និងថ្នាំសម្រាប់ជួយបំបត្តិការរលាកដូចជា hydrocortisone cream ជាដើមសូមជម្រាបថាថ្នាំទាំងនេះវាអាចជួយយើងបានមែនក៏ប៉ុន្តែការព្យាបាលសំខាន់ជាងគេគឺពិសាទឹកនិងបន្លែឲ្យច្រើនដើម្បីកុំឲ្យលាមកយើងរឹងនិងកុំទម្លាប់អង្គុយលើបង្គន់យូរពេកចំណែកឯការព្យាបាលឫសដូងបាតដោយការវះកាត់វិញគេត្រូវបានបំរុងទុកសម្រាប់តែករណីធ្ងន់ធ្ងរទេខ្ញុំកម្រផ្ដល់យោបល់ឲ្យអ្នកជំងឺខ្ញុំទៅវះណាស់ពីព្រោះត្រូវការទទួលការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីវះហើយនេះមិនរាប់បញ្ចូលអំពីផលវិបាកដែលអាចកើតឡើងដោយសារការវះកាត់ទៀតផងចំពោះស្ត្រីដែលមានផ្ទៃពោះឬទើបនឹងឆ្លងទន្លេហើយឬដូងបាតអាចនៅមានរហូតដល់ទៅ6ទៅ8អាទិត្យបន្ទាប់ពីកូនកើតហើយបានន័យថាភាគច្រើនវានឹងជាខ្លួនឯងពី6ទៅ8អាទិត្យក្រោយមកប៉ុន្តែជួនកាលឫសដូងបាតអាចធ្វើឲ្យមានការឈឺចាប់ជាខ្លាំងធ្វើឲ្យពេលយើងអង្គុយលើកៅអីទាល់តែបង្ហើបគូទទៅម្ខាងដោយសារការមានឈាមកកនៅក្នុងសរសៃឈាមឫសដូងបាតដែលពាក្យពេទ្យហៅថា thrombus hemorrhage ពេលខ្ញុំនិយាយអំពីឈាមកកបងប្អូនប្រហែលជាអាចមានការភិតភ័យប៉ុន្តែនេះមិនមែនជាឈាមកកនៅក្នុងសរសៃឈាមរបស់បេះដូងឬក៏នៅក្នុងសរសៃឈាមសួតឬក៏សរសៃឈាមខួរក្បាលរបស់យើងទេវាជាឈាមកកនៅក្នុងសរសៃឈាមឬដូងបាតហើយឈាមកកនេះអាចត្រូវព្យាបាលយ៉ាងងាយបំផុតដោយការវះបើកសរសៃឈាមនេះតែបន្តិចទេដើម្បីដកទាញយកកំណកឈាមនោះចេញហើយការព្យាបាលនេះអាចធ្វើឡើងនៅក្នុង clinic ធម្មតាដោយមិនបាច់បញ្ជូនទៅមន្ទីរពេទ្យធំទេ
គ្រូពេទ្យប្រចាំគ្រួសារជាច្រើនដូចជាខ្ញុំជាដើមក៏អាចធ្វើការវះកាត់បន្តិចបន្តួចនេះបានដែរហើយនៅពេលដែលគ្រូពេទ្យយកឈាមកកនេះចាញ់ហើយភ្លាមអ្នកជំងឺសឹងថាបាត់ឈឺភ្លាមតែម្ដងហើយភាគច្រើនអាចអង្គុយលើកៅអីបានយ៉ាងរាបស្មើដោយមិនបាច់ផ្អៀងគូតទៅម្ខាងទៀតទេពីព្រោះលែងមានការឈឺចាប់ខ្លាំងដោយការមិនទាន់ព្យាបាលហើយអ្វីមួយទៀតដែលបងប្អូនប្រហែលជាស្មានមិនដល់គឺឬដងបាតក៏អាចកើតនៅប៉ែកខាងលើនៃទ្វារលាមករបស់យើងដែរដែលពាក្យពេទ្យហៅថា internal hemorrhoid ដោយសារវាកើតនៅប៉ែកខាងលើជួនកាលយើងមិនអាចស្ទាបប៉ះវាបានទេក៏ប៉ុន្តែនៅពេលដែលយើងប្រឹងបត់ជើងធំវាអាចលៀនចេញមកក្រៅដែលធ្វើឲ្យយើងអាចស្ទាបទៅឃើញជួនកាលទៀតយើងអាចទាំងរុញវាចូលទៅក្នុងវិញបានទៀតផងក៏ប៉ុន្តែបើទំហំវាធំពេកយើងមិនអាចរុញវាឲ្យចូលទៅក្នុងបានទេហើយអ្វីដែលបងប្អូនអាចស្មានមិនដល់ឬដងបាតដែលនៅជ្រៅទៅខាងលើនេះភាគច្រើនវាមិនបណ្ដាលឲ្យមានការឈឺចាប់ដោយឬដងប៉ែកខាងក្រោមទេនេះគឺពីព្រោះឬដងទាំងពីរប្រភេទនេះត្រូវបានចិញ្ចឹមដោយសរសៃប្រសាទខុសគ្នាប៉ុន្តែបើវាលៀនចេញមកក្រៅខ្លាំងពេកវាអាចធ្វើឲ្យយើងមានការឈឺចាប់ខ្លះដែរហើយការព្យាបាលអាចធ្វើឡើងដោយប្រើឧបករណ៍ពេទ្យម្យ៉ាងហៅថា rubber band ligator ដែលជាប្រដាប់បាញ់កងកៅស៊ូទៅចងគល់ខាងលើនៃឬដងបាតខាងក្នុងដែលអាចធ្វើឲ្យវាជ្រុះក្នុងរយៈពេល5ទៅ7ថ្ងៃក្រោយមកសូមបញ្ជាក់ថាវិធីបាញ់កៅស៊ូនេះมันអាចយកទៅព្យាបាលឬដងបាតប៉ែកខាងក្រោមហៅថា external hemorrhoid បានទេពីព្រោះវាឈឺខ្លាំងពេកមូលហេតុចម្បងមួយទៀតនៃការធ្លាក់ឈាមតាមទ្វារលាមកគឺការ press បែកនៅក្នុងរន្ធគូតដែលពាក្យពេទ្យហៅថា anal fissures នេះมันខុសគ្នាប្រមាណពីការប្រេះបបោមាត់ពេលបបោមាត់យើងស្ងួតពេកឬក៏ប្រេះបែកកែងជើងយើងនោះទេការប្រេះបបោមាត់ឬក៏ប្រេះបែកតាមកែងជើងនេះវាអាចធ្វើឲ្យមានការឈឺចាប់យ៉ាងគួរសមក៏ប៉ុន្តែបើការប្រេះនេះវាស្ថិតនៅក្នុងរន្ធគូតរបស់យើងវិញវានឹងធ្វើឲ្យមានការឈឺចាប់ជាងបបោមាត់ឬកែងជើងឆ្ងាយណាស់ជាពិសេសបើការប្រេះនេះវាជ្រៅបន្តិចទៅប៉ះពាល់ដល់តសល់គូតដែលពាក្យពេទ្យសំទោសហៅថា anal sphincter ភាគច្រើនវាកើតឡើងដោយសារយើងខំប្រឹងជុះខ្លាំងពេលលាមកយើងវាធំពេកនិងរឹងខ្លាំងពេកពីព្រោះពេលលាមកយើងវាធ្លាក់ចុះមកវាកកិតជាមួយនឹងស្រទាប់រន្ធគូតយើងធ្វើឲ្យមានស្នាមប្រេះនិងអាចធ្វើឲ្យមានការធ្លាក់ឈាមពណ៌ក្រហមឆ្អៅដោយពណ៌នៃការធ្លាក់ឈាមដោយសារឫសដងបាតធម្មតាដែរចំណែកឯការព្យាបាលក៏មិនខុសគ្នាប៉ុន្មានដែរគឺខំពិសាទឹកនិងបន្លែឲ្យច្រើនអង្គុយត្រាំក្នុងទឹកនិងប្រើថ្នាំលាបឲ្យស្ពឹកហៅថា topical anesthetic gel ទៅបំបត្តិការឈឺចាប់មូលហេតុមួយទៀតដែលអាចធ្វើឲ្យយើងធ្លាក់ឈាមតាមទ្វារលាមកគឺការប្រើថ្នាំចម្ពោះ non-steroid anti-inflammatory drugs ហៅកាត់ថា NSAID ដូចជា ibuprofen, Motrin, naproxen ជាដើមទាំងនេះគឺជាថ្នាំដែលយើងភាគច្រើនប្រើនៅពេលយើងមានការឈឺចាប់ថ្នាំទាំងនេះមិនបណ្ដាលឲ្យមានផលរំខានអ្វីទេបើយើងប្រើម្ដងម្យាមប៉ុន្តែបើប្រើញឹកញាប់ឬក៏ជាប់រហូតអាចធ្វើឲ្យដាច់ស្រទាប់កាពះហើយទីបំផុតធ្លាក់ឈាមតាមទ្វារលាមកដែលមានពណ៌ដូចពណ៌កាហ្វេ
ដែលបញ្ជាក់មកយើងថាប្រភពនៃការធ្លាក់ឈាមគឺចេញមកពីក្រពះហើយនេះអាចជាករណីធ្ងន់ធ្ងរដែលត្រូវតែតាក់ទងទៅនឹងគ្រូពេទ្យបងប្អូនឲ្យបានទាន់ពេលវេលាក្នុងករណីខ្លះការធ្លាក់ឈាមតាមទ្វារលាមកនេះมันអាចឲ្យយើងមើលឃើញនឹងភ្នែកយើងទេគឺតម្រូវឲ្យមើលតាមកែវពង្រីកហៅថាមីក្រូទស្សន៍ឬក៏ធ្វើតេស្តលាមកហៅថា stool chemical test ខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់ជាតកែដូណាត់ពេលគាត់មកលេងខ្ញុំសង្កេតឃើញមុខគាត់រាងស្លេកខ្ញុំក៏ប្រាប់គាត់ឲ្យទៅជួបគ្រូពេទ្យដើម្បីទៅធ្វើតេស្តហើយលទ្ធផលឆ្លើយមកថាគាត់ខ្វះឈាមក្រហមខ្លាំងរហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យអាសន្នដើម្បីបញ្ចូលឈាមបបហេតុគឺមកពីគាត់ប្រើថ្នាំ NSAID ជាប្រចាំដោយមិនបានដឹងពីផលរំខាននៃថ្នាំនេះដូច្នេះសូមបងប្អូនកុំប្រើថ្នាំទាំងនេះញឹកញាប់ដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យបងប្អូនជួនកាលទៀតឈាមធ្លាក់តាមទ្វារលាមកដែលយើងមិនបានដឹងមិនបានឃើញនេះអាចបណ្ដាលមកពីជំងឺមហារីកនៃពោះវៀនធំហើយដូច្នេះហើយបានជាគ្រូពេទ្យច្រើនផ្ដល់យោបល់ឲ្យយើងធ្វើតេស្តលាមកមួយឆ្នាំម្ដងពីអាយុ45ឆ្នាំឡើងទៅលើក្រែងលោយើងមានឈាមក្នុងលាមកដែលយើងមិនអាចមើលឃើញឬក៏ធ្វើសុងពោះវៀនធំហៅថា colonoscopy 10ឆ្នាំម្ដងពីអាយុ45ឆ្នាំទៅ75ឆ្នាំដែលក៏ជាការសំខាន់ណាស់ដែរក្នុងការតាមដានក្រែងយើងមានមហារីកពោះវៀនធំខ្ញុំសូមជម្រាបថានៅមានមូលហេតុជាច្រើនទៀតដែលបណ្ដាលឲ្យមានការធ្លាក់ឈាមតាមទ្វារលាមកដែលខ្ញុំមិនបានលើកឡើងដូច្នេះវាជាការសំខាន់ណាស់ដែលបងប្អូនត្រូវទៅជួបគ្រូពេទ្យបងប្អូនកុំខានឲ្យសោះបើមានការធ្លាក់ឈាមតាមទ្វារលាមកសូមអរគុណនិងសូមជម្រាបលាបាទ